ស្ត្រីម្នាក់ទើបរៀបការចូលជនបទស្រាប់តែទីមួយក្បាលបន្ទោបងលើស្បែកជើងរបស់នាងទប់ក្អួតហើយរុញទ្វារផ្ទះបុរសនោះនរណាទៅដឹងថាហ៊ីងទ្វារបានច្រៃស៊ីខូចអស់ទៅហើយស្រាប់តែទ្វារទាំងមូលក៏រលំធ្លាក់ដល់ដីពេលឃើញទិដ្ឋភាពដ៏រញ៉េញ៉ៃនៅចំពោះមុខនាងមិននឹកស្មានថាគ្រួសារខាងប្រុសក៏ដល់ថ្នាក់នេះទេក្រោយពីអ្នកទាំងពីរបានជួបគ្នាយុវជននោះក៏ប្រញាប់យកផ្កាដែលបានរៀបចំទុកជាមុនជូនទៅនាងក្រោយពីនាងយកវាចេញពីកាបូបក៏ភ្ញាក់ផ្អើលពេលដឹងថានេះគឺជាផ្កាដែលធ្វើពីមាសសុទ្ធតាមពិតមូលហេតុដែលនាងរៀបការចូលជនបទគឺដោយសារម្ដាយនាងធ្លាប់យកកិច្ចសន្យាអាពាហ៍ពិពាហ៍ពីច្បាប់ឲ្យនាងនិងប្អូនស្រីជ្រើសរើសកាលនោះអូនស្រីបានឮថាគ្រួសារត្រកូលជើគ្រាន់តែជាអ្នកលក់ត្រីនៅជនបទហើយមានកូនពីរនាក់ទៀតត្រូវមើលថែនាងក៏ដណ្ដើមយកកិច្ចសន្យាអាពាហ៍ពិពាហ៍របស់មហាសេដ្ឋីកំឡោះថែមទាំងប្រញាប់ប្រាប់បងស្រីទៀតថានាងសំតែរស់នៅជាមួយអ្នកនេសាទប៉ុណ្ណោះអូនស្រីបានអបកិច្ចសន្យាអាពាហ៍ពិពាហ៍យ៉ាងណែនក្នុងទ្រូងនាងទន្ទឹងរង់ចាំជីវិតជាអ្នកមានដែលចិត្តមកដល់ចំណែកស្ត្រីជាបងទើបទៅដល់ភូមិដែលគ្រួសារត្រកូលចូលរស់នៅពេលនោះនាងបានឃើញក្មេងពីរនាក់ជិះរទេះលាកំពុងមកជិតនាងពួកខ្ញុំមកទទួលអ្នកហើយពេលនោះស្ត្រីទើបតែដឹងថាក្មេងទាំងពីរនាក់នេះគឺជាបងប្អូនត្រកូលជើបងប្រុសឈ្មោះជើសៀវហេប្អូនស្រីឈ្មោះជើសៀវស៊ីពួកគេបានប្រាប់ស្ត្រីនោះថាឪពុករបស់ពួកគេវល់លក់ត្រីមិនអាចមកបានគាត់បានឲ្យពួកគេមកទទួលអ្នកទៅផ្ទះមុននិយាយចប់ភ្លាមជើសៀវហេក៏ជួយលើកអីវ៉ាន់របស់នាងដាក់លើទិសលាហើយដើរទៅនាងខ្លាចក្មេងនឿយហត់ក៏ចង់ខាត់ពួកគេតែមិននឹកស្មានថាលីមួយក្បាលនៅក្បែរនោះក៏បានរត់មកថាបនាងមួយយ៉ាងណាមិញនាងក៏ឡើងអង្គុយលើទិសលាហើយជិះទៅកាន់ផ្ទះត្រកូលជើជាមួយពួកគេពេលទើបតែចូលដល់ផ្ទះភ្លាមនាងក៏បានឃើញថានៅក្នុងផ្ទះមានតែគ្រឿងសង្ហារឹមចាស់ប៉ុន្មានដុំប៉ុណ្ណោះនាងក៏បានលួចគិតក្នុងចិត្តថាគ្រួសារត្រកូលជើនេះពិតជាក្រខ្លាំងណាស់ពេលនាងទើបតែរកកៅអីអង្គុយជើងកៅអីដែលរលុងស្ទើរតែធ្វើឲ្យនាងដួលទៅនឹងដីស្របពេលនោះបុរសវ័យក្មេងក៏ប្រញាប់មកដល់ស្ត្រីរូបនោះភ្ញាក់អើលពេលបានដឹងថាស្វាមីដែលមិនធ្លាប់ជួបមុខនេះសង្ហាខ្លាំងណាស់យុវជនរូបនោះឃើញដូច្នោះក៏ប្រញាប់ទៅចិត្តអញ្ជើញនាងឲ្យអង្គុយរួចក៏បានសុំទោសដោយស្មោះត្រង់ដោយពន្យល់ថាថ្ងៃនេះរវល់ខ្លាំងពិតជារកពេលទំនេរមិនបានទើបត្រូវឲ្យកូនទាំងពីរនាក់ទៅទទួលនាងជំនួសឮដូច្នោះស្ត្រីនោះក៏ឆ្លើយថាមិនអីទេដោយអៀនយុវជនរូបនោះកំពុងរៀបចំចាក់តែទាំងរញ៉េញ៉ៃជើសៀវហឺនៅក្បែរក៏រំលឹកគាត់ថាឆាប់យកផ្កាដែលបានរៀបចំរួចទៅឲ្យស្ត្រីនោះគាត់ទើបនឹកឃើញវិញក៏ប្រញាប់ដោះកាបូបពីខ្លួនប្រានហើយហុចឲ្យនាងទោះជារស់នៅផ្ទះធម្មតាហើយផ្កានេះជាផ្កាព្រៃបេះពីមាត់ផ្លូវក៏ដោយខ្ញុំក៏សប្បាយចិត្តខ្លាំងដែរមិនអាចធ្វើឲ្យកូនខ្មាស់គេបានទេស្ត្រីនោះទទួលយកកាបូបភ្ញាក់អើលពេលបានដឹងថាអ្វីដែលពួកគេបាននិយាយនោះគឺធ្វើពីមាសសុទ្ធដើម្បីបញ្ជាក់ថាមាសសុទ្ធឬអត់នាងក៏យកវាទៅខាំភ្លាមយុវជនរូបនោះឃើញដូច្នោះក៏នឹកស្មានថានាងមិនចូលចិត្តពេលនោះជើសៀវស៊ីក៏បានយកនាឡិកាដៃមួយមកពាក់នៅលើដៃស្ត្រីនោះសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ស្គាល់ថាវាជានាឡិកាដៃដ៏មានតម្លៃដាំពេជ្រពេញគាត់សម្លឹងមើលទៅម្ខាងទៀតដោយមិនជឿសួរត្រង់ថាជាធម្មតាពួកគេពិតជាគ្រាន់តែរកស៊ីនេសាទដើម្បីចិញ្ចឹមជីវិតមែនឬអត់ក្មេងទាំងពីរនាក់បានរើសហើយញឹមមិននិយាយអ្វីក្រោយមកបុរសវ័យក្មេងបាននាំគាត់ទៅកាន់កសិដ្ឋានចិញ្ចឹមសត្វរបស់សម្លឹងមើលផ្ទៃសមុទ្រដ៏ធំទូលាយនៅពីមុខទើបនារីនោះភ្ញាក់ខ្លួនតាមពិតសមុទ្រនៅពីមុខនេះទាំងមូលគឺកន្លែងចិញ្ចឹមជលផលដែលគ្រួសាររបស់បុរសវ័យក្មេងបានដេញថ្លៃពេលនោះជើសៀវហឺបានប្រាប់គាត់ថាគ្រួសាររបស់ពួកគេក៏មានអាជីវកម្មសន្តាគារខ្នាតធំនិងវិស័យទេសចរណ៍ផងដែរសៀវស៊ីហើយក៏ប្រញាប់បន្ថែមថាក្រៅពីនេះក៏មានពាក់ព័ន្ធនឹងពាណិជ្ជកម្មក្រៅប្រទេសនិងការលក់សម្ភារសំណង់ផងដែរនារីនោះស្ដាប់ទៅស្រឡាំងកាំងនាងនិយាយស្ទាក់ស្ទើរខាងទៀតថាតើមានទ្រព្យសម្បត្តិប៉ុន្មានបុរសវ័យក្មេងគិតមួយសន្ទុះហើយនិយាយស្រាវថាប្រហែលជាប៉ុន្មានសិបលាននារីនោះបានឮដូច្នោះក៏ឈរស្ងៀមស្ងាត់នៅនឹងកន្លែងព្រោះនៅសវត្សរ៍ឆ្នាំ80នេះពិតជាចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ទន្ទឹមនឹងនោះអូនស្រីរបស់នារីនោះឈ្មោះសុងមីកំពុងដើរផ្សារជាមួយលោកអូនត្រកូលជាងនាងបានពេញចិត្តនឹងរ៉ូបមួយដែលពាក់សំខ្លាំងនាងក៏ឲ្យគេទិញឲ្យនាងទៅជាងសាវឃើញបែបនេះក៏ដើរទៅមើលតម្លៃក្នុងចិត្តគាត់ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរ៉ូបកញ្ចាស់អីថ្លៃដល់ទៅ9 យន្តយប់មិញខ្ញុំលេងបៀអស់សល់តែ20យន្តទេថែមទាំងជំពាក់លុយលបែងរាប់ពាន់យន្តទៀតផងខ្ញុំអាចទិញខោអាវឲ្យស្រីស្អុយម្នាក់នេះបានយ៉ាងម៉េចទៅដើម្បីកុំឲ្យបាត់បង់មុខមាត់គាត់ក៏រកលេសមួយភ្លាមដោយអះអាងថាសុងមីហ៊ួយពាក់រ៉ូបនេះធ្វើឲ្យមើលទៅជើងខ្លីចង្កេះធំគូធំដូចជាស្រីអ្នកស្រែអញ្ចឹងអត់ស្អាតបន្តិចសោះសុងមីហ៊ួយដែលមិនដឹងរឿងនៅតែគិតថាគេកំពុងលេងសើចនាងក៏ងាកទៅប្រាប់ម្ចាស់ហាងឲ្យខ្ចប់សម្លៀកបំពាក់នោះលោកអូនជាងឃើញនាងហ៊ានប្រឆាំងនឹងខ្លួនក៏ទះកំភ្លៀងនាងភ្លាមសុងមីហ៊ួយដែលត្រូវគេវាយមានទឹកមុខជាចាប់មិនជឿថាគេហ៊ានលើកដៃវាយនាងសោះពេលនោះជាងសាវក៏គិតក្នុងចិត្តទ្រព្យសម្បត្តិក្នុងផ្ទះបានត្រូវគាត់លេងល្បែងអស់បាត់ទៅហើយចង់ងើបមុខឡើងវិញអាចពឹងលើទ្រព្យឲ្យកូនក្រមុំមកធ្វើជំនួញបានមិនទាន់ដល់ពេលដែលត្រូវទាស់ទែងគ្នាទេគាត់ក៏បានបដូរទឹកមុខភ្លាមស្ដីបន្ទោសខ្លួនឯងថាប្រញាប់ប្រញាល់ពេកហើយបាននិយាយថាលោកមហាសេដ្ឋីទៅត្រួតពិនិត្យភោជនីយដ្ឋានហ្វៀនហ្វានៅពេលថ្ងៃត្រង់ខ្លួននឹងឆ្លៀតឱកាសនេះទៅចរចារឿងចំនួនធំជាមួយគេសុងមីហ៊ួយដឹងថាជាងសាវពិតជាអាចជាមួយលោកមហាសេដ្ឋីអាចកំបាំងរាប់សិបលាននោះអាចនិយាយគ្នាបានតែរំភើបចិត្តជាខ្លាំងជាងសាវនិយាយអួតថាឲ្យតែចំនួនបានសម្រេចហើយដល់ពេលនោះគាត់នឹងទិញសម្លៀកបំពាក់ទាំងអស់ក្នុងហាងនេះឲ្យនាងសុងមីហ៊ួយដូច្នេះក៏លេងខ្មាស់អ៊ីនទៀតហើយក៏ប្រញាប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ពេលនោះស្រីនោះកំពុងនាំកូនពីរនាក់ញ៉ាំបាយនៅភោជនីយដ្ឋានស្រាប់តែឮសំឡេងអ៊ូអរចេញពីមាត់ទ្វារតាមពិតជាងសាវកំពុងឆ្លុះជាមួយអ្នកបម្រើមិនឈប់គាត់បានប្រកាសយ៉ាងខ្លាំងថាខ្លួនមកដើម្បីនិយាយរឿងសហការជាមួយលោកមហាសេដ្ឋីចៅម្ហូបដែលកំងគ្មានការបញ្ចុះតម្លៃតតែសោះសុងមីហ៊ួយដែលនៅក្បែរនោះទឹកមុខហាក់មិនខ្វល់អ្វីទាំងអស់ក៏កំងម្ហូបល្បីពីល្បីមុខភ្លាមឃើញបែបនេះលោកជាងសាវប្រញាប់ផ្សឹបប្រាប់គាត់នេះជាស្រាថ្លៃបំផុតក្នុងតំបន់នេះម្ហូបមួយពេលនេះចំណាយប្រាក់ខែពលរដ្ឋធម្មតាកន្លះឆ្នាំឯណោះសុងមីហ៊ុយបាយជាញឹកញាប់ថាញ៉ាំបាយជាមួយលោកចុងមហាសេដ្ឋីត្រូវកំងម្ហូបច្រើនបន្តិចទើបមានមុខមាត់និយាយគ្នានិយាយបណ្ដាគាត់ក៏លើកវ៉ែនតាឃើញស្ត្រីម្នាក់កំពុងនាំកូនពីរនាក់កំពុងញ៉ាំបាយនៅទីនេះក៏ប្រញាប់ដើរទៅមុខដោយកំហឹងភ្លាមចាប់ក៏ដៃរបស់នាងជាប់ឌូទឺនាងពិតជានាងរៀបការបានប្តីនៅជនបទហើយធ្វើជាម្ដាយចុងជីវិតមិនស្រណុកទេប្តីរបស់នាងមិនព្រមចេញថ្លៃម្ហូបមួយពេលផងនេះឬអាពាហ៍ពិពាហ៍ល្អដែលនាងតែងនិយាយនោះវាប្រសើរជាងអ្នកទៅទៀតមនុស្សអាផប់ដូចនាងនេះមិនយល់ទេបងជៀនមីងរបស់យើងកំពុងសន្សំលុយឥឡូវនេះគឺដើម្បីក្លាយជាថៅកែធំនៅថ្ងៃមុខដើម្បីឲ្យខ្ញុំរស់នៅស្រណុកសុខស្រួលនាងរស់នៅបែបណាមិនពាក់ព័ន្ធជាមួយខ្ញុំទេហើយបញ្ជីម្ហូបឲ្យខ្ញុំវិញមកខ្ញុំនិងកូនរបស់ខ្ញុំត្រូវការកំងម្ហូបញ៉ាំនេះហើយឬកូនស្ពីទាំងពីរនាក់នោះខ្ញុំមិនមែនជាកូនស្ពីទេខ្ញុំនិងបងប្រុសជាកូនពន្លកបេះដូងរបស់ម៉ាក់លោកសុងសឺមិញពីពេលនេះទៅលោកនឹងនេសាទនៅតាមជនបទហើយនឹងចិញ្ចឹមកូនតែប៉ុណ្ណោះពេលដែលខ្ញុំក្លាយជាជំទាវអ្នកមានលោកកុំច្រណែនពេកណាបើដូច្នោះជំទាវអ្នកមាននាពេលអនាគតរូបនេះសូមនៅឲ្យឆ្ងាយពីពួកយើងបន្តិចពេលខ្ញុំនិងកូនកំពុងញ៉ាំបាយមិនចូលចិត្តមានឆ្កែព្រោះនៅក្បែរលោកថាខ្ញុំជាឆ្កែប្តីមើលគេផងភោជនីយដ្ឋានសុងសឺនាងដ៏ប្រណីតនេះមិនមែនជាកន្លែងដែលពួកអស់លោកអាម៉ៅអាក្រិចមកចាយលុយនោះទេម្ហូបមួយមុខនេះថ្លៃជាងអាយុជីវិតពួកលោកទៅទៀតកុំម៉ងម្ហូបអីទៀតចេញទៅឲ្យលឿនសូមទោសផងខ្ញុំមានលទ្ធភាពចាយវាយ